សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ដោះស្រាយលំហាត់តូចមួយជូនអ្នកទាំងអស់គ្នាទស្សនាលេងហ្នឹងហើយវាជាប្រភេទលំហាត់ជំនួសរូបមន្តហើយកុំខាត់ពេកយូរយើងចូលទៅដោះស្រាយទាំងអស់គ្នាដោយប្រធានគេបានដាក់ឲ្យយើងថាគេនៅឃុំនៃលំយោលមួយបើគេដឹងថាវាមានល្បឿនមុំស្មើនឹង 1.2 រ៉ាឌយ៉ងក្នុង1វិនាទីអញ្ចឹងយើងចាប់ផ្ដើមដោះស្រាយវាមកយើងអានប្រធានវាដំបូងគេឲ្យគណនាគាត់គណនាខួបនៃលំយោលអញ្ចឹងយើងដាក់ឲ្យគេចាំនឹងវិញមកនៃលំយោលបន្តមកទីយើងត្រូវស្គាល់ច្បាស់អំពីរូបមន្តនៃខួបរូបមន្តខួបវាមានច្រើនប្រភេទដែលយើងអាចជំនួសចូលបានប៉ុន្តែដោយលំហាត់មួយនេះវាតកតងនឹងល្បឿនមុំរបស់រ៉ាឌយ៉ងអញ្ចឹងរូបមន្តរបស់វាគឺតាមរូបមន្តរបស់វាគឺ T ស្មើ2 pi លើ W ដោយ W គឺជាល្បឿនមុំនេះបងប្អូនអញ្ចឹងយើងដាក់បំរាប់ឲ្យគេម្ដងទៀតមកដោយ W ស្មើ1.2 រ៉ាឌយ៉ងក្នុងវិនាទីហើយ2 pi នេះ2 pi យើងត្រូវគុណលេខគេដូចគ្នា2 pi ស្មើ2គុណនឹង 3.14 អញ្ចឹងយកក្តារព្រាមកដើម្បីគុណចែកលេខហើយ2 pi យើងត្រូវយក2គុណនឹង 3.14 2 4 8 2 6 12.6.28តែយើងជំនួសរូបមន្តយកមកបណ្ដោយមកនាំឲ្យតេស្មើ6.28ចែកនឹង 1.2 លេងចែកលេខនឹងឲ្យដាច់មក6.28ចែកនឹង 1.2 កន្លែងបងប្អូនសំខាន់ដែរយើងត្រូវចេះចែកលេខតែមិនក្បៀសដូចជាលេខនេះជាដើមអញ្ចឹងតែវាចែកលេខកន្លឹះវាគឺមានតិចតួចទេដោយយើងមើលក្រោយក្បៀសនេះមើលក្រោយក្បៀសថាវាមានលេខប្រហែលខ្ទង់ដូចខាងនេះវាមាន2ខ្ទង់តែខាងនេះវាមានតែ1ខ្ទង់ទេយើងត្រូវថែមលេខណាដាក់ទៅឲ្យវាស្មើគ្នាអញ្ចឹងយើងថែមលេខ0មានលេខណាទៀតមានតែលេខ0អញ្ចឹងដាក់លេខ0មកបីវាតម្លៃវាគឺនៅដដែលទេខាងនេះក៏តម្លៃនៅដដែលអញ្ចឹងយើងអាចសម្រួលក្បៀសនឹងចោលបានយើងចែកលេខជាធម្មតាដោយ120អញ្ចឹងនឹង600វាបានដាក់លេខដាក់5ដង5គុណវាមក5 0ដង0 0ផ្សេងចេះសិន5 2ដង10សេលេខ0ត្រូវទៅ1អញ្ចឹងមក5ម្ដង5 6 6អញ្ចឹងវាតូចជាងលេខហ្នឹងយើងអាចដាក់វាបានយើងដាក់600ដកមកសល់28ថែម0កាត់ក្បៀសហើយយើងគុណវាបន្តទៀតអញ្ចឹងវាបាន2វាស្មើ240ដកមកវាសល់40លេខថែម0ឥឡូវលេខនេះមិនបាច់ចាប់ក្បៀសទេដោយសារវាមានក្បៀសរួចហើយបាន400យើងដាក់3បាន3ឥឡូវយើងគិតថា12 3ដងវា36អញ្ចឹងវាបាន360ដកមកវានៅសល់40ទៀតអញ្ចឹងថាលេខនេះគឺចែកដាច់ទេបងប្អូនបើយើងចែកតទៀតគឺនៅលេខ3តគ្នាទៀតអញ្ចឹងយើងយកត្រឹមតែ 5.23 នេះបានហើយបងប្អូននឹងជាចម្លើយយើងហើយស្មើ 5.23 s គុំចលនាគឺវិនាទីអញ្ចឹងដាក់ដូចនេះមកដូចនេះខួបនៃលំយោលតែស្មើ 5.23 វិនាទីបាទលំហាត់តូចរបស់យើងគឺមានតែប៉ុណ្្នឹងមានអ្វីឆ្ងល់អាច comment ក្រោមនឹងបានបាទសូមអរគុណសម្រាប់ការទស្សនាខ្ញុំចេញវីដេអូលំហាត់ថ្មីបន្តទៀត
បាទសូមអរគុណ